ខំប្រឹងអស់រយៈពេល2ទៅ3ឆ្នាំឯណោះតែក្រោយមកក្នុងរយៈពេល1ឆ្នាំខ្ញុំអាចរកចំណូលបាន$10000ទៅ$20000តែមួយឆ្នាំទេអាចរកបាន$10000ទៅ$20000ហើយសម្រាប់ខ្ញុំ$20000ទៅ$40000ក៏មិនចំណាយពេលយូរនោះដែរជំរាបសួរនាងខ្ញុំឈ្មោះបាក់ចុងស៊ូជា Imperial Master សមាជិកយើងមួយចំនួនធំពេលចាប់ផ្ដើមធ្វើអាជីវកម្មជាមួយ Atomy ដំបូងគឺគាត់គិតថាការងារនេះងាយស្រួលនិងអាចជោគជ័យបានលឿនតាមការគិតរបស់គាត់តែតាមពិតទៅការងារយើងគឺជាការងារមួយដែលត្រូវការពេលវេលាដូចនេះហើយខ្ញុំគិតថាការងាររបស់យើងគឺប្រៀបបាននឹងកីឡាម៉ារ៉ាតុនការងារយើងគឺជាការងារបង្កើតអតិថិជនហើយក្រុមហ៊ុនយើងជាក្រុមហ៊ុនអាជីវកម្មចែកចាយទំនិញក្រុមហ៊ុនអាជីវកម្មចែកចាយទំនិញគឺត្រូវការអតិថិជនជួយទិញដើម្បីបង្កើនប្រាក់ចំណូលតែការបង្កើតអតិថិជនគឺវាពិតជាត្រូវការចំណាយរយៈពេលយូរពេលយើងណែនាំផលិតផលទៅអតិថិជនណាម្នាក់យើងប្រកាសជាគិតថាគេនឹងជួយទិញព្រោះផលិតផលយើងល្អតែការពិតអតិថិជនមិនមែនស្រួលណែនាំឲ្យទិញផលិតផលដូចយើងគិតទេគឺយើងត្រូវធ្វើការពន្យល់អំពីផលិតផលនិងបញ្ចុះបញ្ចូលអតិថិជនជាក់ស្ដែងថ្មីនេះប្អូនស្រីខ្ញុំបានក្លាយជាអូតូសេលតែគាត់បានចំណាយពេល7ឆ្នាំទម្រាំមកដល់ចំណុចនេះដូចនេះខ្ញុំគិតថាសម្រាប់សមាជិកថ្មីផ្សេងទៀតក៏ដូចគ្នាដែរដំបូងគាត់ប្រហែលត្រូវចំណាយពេល2ទៅ3ឆ្នាំហើយអំឡុងពេលនោះគឺជាពេលដែលពិបាកហើយត្រូវការតស៊ូខ្លាំងបំផុតតែសមាជិកភាគច្រើនមិនអាចយកឈ្នះគ្រាលំបាកទាំងអស់នោះហើយបោះបង់ចោលពាក់កណ្ដាលទីតាមពិតទៅខ្ញុំក៏ធ្លាប់ត្រូវគេបដិសេធដែរពេលខ្ញុំទៅណែនាំផលិតផលឲ្យបងស្រីស្គាល់គ្នាជិតស្និទ្ធម្នាក់គាត់បានបដិសេធខ្ញុំហើយនិយាយថាអ្នកលក់ផលិតផលតាមផ្ទះដូចឯងយើងជួបច្រើនហើយពេលនោះខ្ញុំពិតជាពិបាកទទួលយកមែនទែនតែខ្ញុំតាំងចិត្តថាដោយសារគាត់មិនស្គាល់ផលិតផលល្អរបស់យើងទើបគាត់និយាយបែបនោះហើយខ្ញុំបានខិតខំប្រឹងបន្តទៀតយើងឧស្សាហ៍លើកឧទាហរណ៍អំពីផលផ្លែប្រៀបធៀបនឹងការងាររបស់យើងឧទាហរណ៍ថាយើងដាំដើមប៉ោម2ទៅ3ឆ្នាំដំបូងយើងមើលថែវាតែពេលវាចាប់ផ្ដើមចេញផ្លែមួយដងហើយក្រោយមកគឺយើងអាចប្រមូលផលបានរាល់ឆ្នាំដំបូងគិតថាខំមើលថែប៉ុណ្ណឹងហើយមិនផ្លែទៀតតែពេលវាចេញផ្លែហើយបេះញ៉ាំគឺវាពិតជាផ្អែមណាស់ពេលខ្ញុំបង្កើតអតិថិជនបានហើយគាត់តាក់ទងមកទិញផលិតផលទៀតនោះគឺខ្ញុំពិតជាសប្បាយចិត្តជាខ្លាំងហើយយូរទៅក៏មានលុយចូលកង់ធនាគារខ្ញុំទោះបីវាជាលុយត្រឹម$70ទៅ$80ក៏ដោយក៏វាជាលុយដែលបានមកពីកម្លាំងញើសឈាមខ្ញុំដែលបានខំប្រឹងបង្កើតអតិថិជនវាប្រៀបដូចជាទទួលបានលុយដោយស្វ័យប្រវត្តិនិងប្រៀបដូចជាលុយចូលមកដោយឯងហើយខ្ញុំគិតថាវាជារឿងដ៏សប្បាយនិងគួរឲ្យត្រេកអរ Imperial នោះទេតែដោយសារមានការគាំទ្រផលិតផលពីសំណាក់អតិថិជនបានជំរុញឲ្យខ្ញុំមានទឹកចិត្តក្នុងការចាប់ក្តីស្រមៃនិងធ្វើឲ្យខ្ញុំមានទឹកចិត្តក្នុងការធ្វើអាជីវកម្មមួយនេះពេលមានអតិថិជនហើយ2ទៅ3ឆ្នាំក្រោយមកប្រាក់ចំណូល$70ទៅ$80នឹងកើនឡើងដល់$200ទៅ$300ហើយថ្ងៃមួយបានឡើងជា Sales Master រកចំណូលបាន$5000បន្ទាប់មកទៀតពេលបានឡើងជាថ្នាក់ដឹកនាំក្រុមក៏រកចំណូលបានដល់$10000ហើយការដែលបង្កើតចំណូលពី$10000ទៅ$20000នោះក៏មិនពិបាកដែរគឺវាប្រៀបដូចជាគុណលេខអញ្ចឹងដែរតាមពិតទៅមានសមាជិកខ្លះគាត់បានឡើងជា Sales Master បានយ៉ាងលឿនដោយប្រើការចំណាយទិញផលិតផលដោយខ្លួនឯងទាំងមិនបានបង្កើតអតិថិជនអ្នកប្រើប្រាស់បើធ្វើបែបនោះពេលឡើងតំណែងទៅមុខទៀតគឺគាត់ត្រូវឆ្លងកាត់ការលំបាកជាថ្មីម្ដងទៀតក្នុងការបង្កើតអតិថិជនពីព្រោះបើសិនជាឡើងតំណែងទាំងដែលគ្មានអតិថិជនអ្នកប្រើប្រាស់នោះនឹងគ្មានការទិញជាបន្តបន្ទាប់ពីអតិថិជនធ្វើឲ្យគ្មានចំណូលកម្រៃជើងសារដូចនេះហើយខ្ញុំយល់ឃើញថាពេលវេលាដែលលំបាក2ទៅ3ឆ្នាំដំបូងដែលយើងចាប់ផ្ដើមធ្វើអាជីវកម្មគឺជាពេលវេលាអាចឲ្យយើងឈានដល់តំណែង Royal និង Imperial ផងដែរមានសំណួរជាច្រើនបានចោទសួរមកខ្ញុំថាតើមានវិធីសាស្ត្រជោគជ័យណាដែលងាយស្រួលដែរឬទេខ្ញុំក៏ចង់ប្រាប់អ្នកទាំងអស់គ្នាពីវិធីសាស្ត្រជោគជ័យងាយៗដែរតែគ្មានវិធីងាយស្រួលណាធ្វើឲ្យយើងជោគជ័យបាននោះទេសមាជិកយើងដែលចង់ជោគជ័យដោយវិធីងាយៗភាគច្រើនគឺមានការរុញរាក្នុងការណែនាំនិងចោះជួបអតិថិជនដោយផ្ទាល់តែពេលដែលអ្នកទាំងអស់គ្នាចុះទៅកន្លែងដោយផ្ទាល់អ្នកទាំងអស់គ្នានឹងទទួលបានឱកាសនិងចម្លើយជាក់ស្ដែងពេលយើងចុះទៅដល់កន្លែងជួបអតិថិជនដោយផ្ទាល់ទើបយើងដឹងថាអតិថិជនរូបនោះអាចក្លាយជាអតិថិជនអ្នកប្រើប្រាស់របស់ខ្ញុំអញ្ចឹងយើងអាចគិតទៀតថាអតិថិជនអ្នកប្រើប្រាស់ម្នាក់នេះនឹងជួយឲ្យខ្ញុំបានក្លាយជា Auto Sale
ហើយពេលយើងចោះជួបពួកគាត់ដោយផ្ទាល់នោះពេលខ្លះយើងឃើញថាការងារដែលគាត់កំពុងតែធ្វើវាមិនមានរីកចម្រើនទៅមុខសោះអញ្ចឹងយើងអាចគិតឃើញថាខ្ញុំចង់ណែនាំឲ្យគាត់ចូលធ្វើអាតូមីវិញបើបែបនោះគាត់ប្រកាសជាខ្លាយជាអ្នកជំនួញជាមួយក្រុមហ៊ុនអាតូមីគឺយើងអាចមើលនិងគិតឃើញពីក្តីសង្ឃឹមតាមរយៈការទាំងអស់នេះឯងពេលយើងបានឃើញក្តីសង្ឃឹមបែបនោះហើយវាធ្វើឲ្យយើងមានជំនឿចិត្តលើខ្លួនឯងហើយយើងនឹងប្រកាសចិត្តថាពេលណាមួយខ្ញុំនឹងក្លាយជាអូតូសេលជាមិនខានគឺវាធ្វើឲ្យយើងមានជំនឿចិត្តលើខ្លួនឯងបែបនេះឯងដូចនេះហើយបានជាខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាឲ្យមានភាពក្លាហានក្នុងការចោះជួបអតិថិជនដោយផ្ទាល់តែប្រសិនបើអ្នកទាំងអស់គ្នារំលងការនេះហើយអនុវត្តនិងផ្ដោតទៅលើតែការបង្រៀនឬក៏គិតថាចង់ឲ្យអ្នកផ្សេងធ្វើការជំនួសខ្លួនឯងនោះអាជីវកម្មក្នុងអាតូមីរបស់អ្នកនឹងត្រូវចំណាយពេលយូរនិងអាចមានការលំបាកជាងមុនក៏ថាបានដែរសូមឲ្យអ្នកទាំងអស់គ្នាសាកគិតមើលបច្ចុប្បន្ននេះខ្ញុំមានប្រាក់បៀវត្សប្រចាំឆ្នាំ$1 លានសួរថាបើសិនជាខ្ញុំមិនបានឆ្លងកាត់ការលំបាកទាំងអស់នោះទេតើខ្ញុំអាចជោគជ័យហើយអាចមានវត្តមាននៅទីនេះទេតាមពិតទៅខ្ញុំគិតថាការងារទាំងនោះមិនមែនជាពេលវេលាលំបាកសម្រាប់អ្នកទាំងអស់គ្នាទេខ្ញុំចង់សួរថាតើក្នុងចំណោមអ្នកទាំងអស់គ្នាតើមានអ្នកណាលំបាកដល់ថ្នាក់គ្មានបាយហូបដែរឬទេកាលចំនួនខ្ញុំចាប់ផ្ដើមធ្វើអាតូមីដំបូងលោកអគ្គនាយកក៏ធ្លាប់មានប្រសាសន៍ដែរថាពេលនោះគឺបានប្រមូលផ្ដុំអ្នកក្រក្រៃដើម្បីធ្វើអាជីវកម្មមួយនេះមានអ្នកខ្លះគ្មានសំបីលុយទិញបាយហូបហើយក៏មានអ្នកខ្លះត្រូវដើរមកធ្វើការផងដែរគឺយើងបានចាប់ផ្ដើមធ្វើអាជីវកម្មយ៉ាងលំបាកបែបនេះឯងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំបានចាប់ផ្ដើមធ្វើអាជីវកម្មពេលកូនខ្ញុំនៅតូចពេលនោះខ្ញុំបានគិតថាបើសិនជាខ្ញុំមិនធ្វើការទេនោះក្នុងមួយជីវិតនេះខ្ញុំមិនអាចចេញពីបន្ទប់ជួលដ៏តូចមួយនេះបានទេពេលគិតបែបនោះហើយវាធ្វើឲ្យខ្ញុំកាន់តែភ័យនិងកាន់តែព្រួយបារម្ភហើយបើខ្ញុំនៅតែបែបនេះកូននឹងវេទនាជាមិនខានអញ្ចឹងហើយបានជាខ្ញុំសម្រេចចិត្តទុកកូនតូចចោលហើយដើរធ្វើអាជីវកម្មអ្នកទាំងអស់គ្នាកំពុងតែជួបផងដែរតែត្រូវដឹងថាផលពិបាកគឺមានគ្រប់កលៈទេសៈពីមុនក៏មានបច្ចុប្បន្នក៏មានអញ្ចឹងហើយខ្ញុំគិតថាផលពិបាកទាំងអស់នោះគឺវាអាស្រ័យលើការកិននិងការតាំងចិត្តរបស់យើងហើយការដែលក្រុមខ្ញុំអាចរីកចម្រើនមកដល់សប្តាហ៍ថ្ងៃនេះខ្ញុំគិតថាដោយសារយើងមានការតាំងចិត្តថានឹងធ្វើឲ្យបានដូចនេះហើយទោះបីគ្មានលុយទិញបាយហូបទោះបីត្រូវដើរទៅធ្វើការក៏ដោយក៏ពួកយើងអាចឆ្លងកាត់ពេលវេលាលំបាកទាំងអស់នោះហើយបានមកដល់សប្តាហ៍ថ្ងៃយើងអាចយកឈ្នះរាល់ឧបសគ្គបានបើយើងយល់ច្បាស់ពីគោលបំណងដែលយើងធ្វើអាជីវកម្មនិងគិតពីអ្វីដែលយើងចង់ធ្វើឲ្យក្រុមគ្រួសារនិងកូនរបស់យើងបើសិនជាអ្នកទាំងអស់គ្នាដាក់គោលដៅជោគជ័យហើយអនុវត្តនិងដើរតាមគោលដៅនោះពេលអ្នកទាំងអស់គ្នាឈានដល់គោលដៅជោគជ័យនោះអ្នកទាំងអស់គ្នានឹងក្លាយជាឪពុកម្ដាយដែលទទួលបានការគោរពពីកូនក្លាយជាបុគ្គលមានមោទនភាពម្នាក់ដែលអាចជួយដល់គ្រួសារនិងបងប្អូនខ្លួនឯងផងដែរសម្រាប់ខ្ញុំមិនដែលសប្បាយចិត្តក្នុងការដែលរកលុយហើយចំណាយសម្រាប់ខ្លួនឯងនោះទេការចំណាយសម្រាប់ខ្លួនឯងដូចជាទិញសម្លៀកបំពាក់ល្អជិះឡានទំនើបឬក៏ការចាយវាយស៊ីចុកផ្សេងទៀតការទាំងអស់នោះមិនបានធ្វើឲ្យខ្ញុំសប្បាយចិត្តនោះទេ